Assalamualaikum warahmatullahi wabarakatuh ខ្ញុំឈ្មោះស្មានខតិចាមកពីថ្នាក់ទី12កថ្ងៃនេះខ្ញុំពិតជាមានចិត្តសប្បាយរីករាយខ្លាំងណាស់ដែលបានចូលនៅទីនេះដើម្បីចែករំលែកគំនិតមួយដ៏មានន័យគឺតស្ហៀអខ្តអ៊ីលម៉ាឌីដែលមានន័យថាការកែប្រែកំហុសពីអតីតកាលនៅក្នុងជីវិតមនុស្សគ្រប់រូបគ្មាននរណាម្នាក់អាចរស់នៅដោយមិនធ្លាប់ធ្វើខុសឡើយកំហុសអាចកើតឡើងដោយចេតនាឬអចេតនាអាចធំឬតូចប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺមិនមែនជាកំហុសទេវាជាវិធីដែលយើងប្រឈមមុខនឹងរៀនពីវាអតីតកាលគឺជាអ្វីដែលយើងមិនអាចត្រឡប់ថយក្រោយបានប៉ុន្តែអនាគតគឺស្ថិតនៅក្នុងដៃរបស់យើងប្រសិនបើយើងរស់នៅក្នុងការសោកស្ដាយឬខ្លាចពីកំហុសអតីតកាលនោះយើងនឹងអាចបាត់បង់ឱកាសដ៏មានតម្លៃក្នុងការកែលម្អខ្លួនឯងនិងអភិវឌ្ឍជីវិតឲ្យប្រសើរឡើងការកែប្រែខ្លួនចាប់ផ្ដើមពីការទទួលកំហុសមនុស្សដែលមានភាពក្លាហានមិនមែនជាមនុស្សដែលមិនធ្លាប់ធ្វើខុសទេប៉ុន្តែជាមនុស្សដែលហ៊ានទទួលស្គាល់កំហុសរបស់ខ្លួនហ៊ានសុំអភ័យទោសនិងហ៊ានកែប្រែខ្លួនឯងឲ្យប្រសើរឡើងបន្ទាប់មកគឺការរៀនពីកំហុសនោះកំហុសមួយគឺជាមេរៀនមួយប្រសិនបើយើងយកកំហុសទាំងនោះមកធ្វើជាគ្រូបង្រៀននោះវានឹងជួយឲ្យយើងកាន់តែឆ្លាតវៃចេះគិតនិងប្រុងប្រយ័ត្នជាងមុនតែប្រសិនបើយើងមិនរៀនពីវានោះកំហុសនឹងត្រឡប់មកវិញម្ដងហើយម្ដងទៀតរ៉ាស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានមានប្រសាសន៍ថាឡាយុលដកុលមុអ៊មីនមិនជួរិនវ៉ាហេតមករ៉តៃនអ្នកមុអ៊មីនមិនត្រូវអ្វីមួយចឹកទេក្នុងរន្ធតែមួយពីរដងទេការកែប្រែខ្លួនក៏តម្រូវឲ្យមានការអត់ធ្មត់និងការបដិញ្ញាចិត្តការផ្លាស់ប្ដូរមិនអាចកើតឡើងក្នុងពេលមួយយប់ទេវាត្រូវការពេលវេលាការខិតខំនិងការប្រឹងប្រែងជាបន្តបន្ទាប់មានពេលខ្លះយើងអាចធ្វើខុសម្ដងទៀតប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺកុំចាញ់បោកឆៃតននិងកុំអស់សង្ឃឹមចំពោះខ្លួនឯងកំហុសអតីតកាលមិនមែនជារឿងដែលកំណត់តម្លៃរបស់យើងទេអ្វីដែលកំណត់តម្លៃរបស់យើងគឺជម្រើសនៅថ្ងៃនេះនិងសកម្មភាពនៅថ្ងៃស្អែកប្រសិនបើយើងជ្រើសរើសការកែប្រែខ្លួនធ្វើអំពើល្អខិតខំរៀនសូត្រនិងប្រព្រឹត្តខ្លួនជាមនុស្សល្អនោះអនាគតរបស់យើងនឹងភ្លឺស្វាងពោពេញដោយក្តីសង្ឃឹមនៅលើโลกនេះគ្មាននរណាម្នាក់ដែលមិនធ្លាប់ធ្វើខុសឡើយសូម្បីតែបណ្ដាអ្នកនាំសាររបស់អល់ឡោះក៏ធ្លាប់ធ្វើខុសម្ដងម្កាលដែរជាក់ស្ដែងដូចជាគិស្សារបស់ណាប៊ីយូនូសជាមេរៀនសម្រាប់ពួកយើងដែលហាមឃាត់យើងមិនឲ្យប្រព្រឹត្តកំហុសដែលមានដំណើរដូចតទៅក្រោយពេលដែលណាប៊ីយូនូសបារ៉ាជ័យក្នុងការអំពាវនាវសាសនៃណាវីគាត់បានសម្រេចចិត្តចាកចេញពីភូមិដោយការជិះសំពៅនៅក្នុងកំឡុងពេលដែលគាត់ធ្វើដំណើរបានជួបជាមួយខ្យល់ព្យុះបក់បោកដ៏ខ្លាំងក៏ត្រូវបោះចោលអីវ៉ាន់ដ៏មានតម្លៃជាច្រើនទម្លាក់ចូលទឹកតែទូកនៅតែគ្មានលំនឹងដដែលហើយពួកគាត់ក៏ត្រូវចាប់ឆ្នោតតម្រូវឲ្យនរណាម្នាក់លោតចូលទឹកម្នាក់នោះគឺណាប៊ីយូនូសក្រោយពេលដែលគាត់លោតចូលទឹកក៏ត្រូវបានត្រីបាឡែនលេគាត់ក្រោយពេលដឹងខ្លួនវិញគាត់ស្ថិតនៅក្នុងខ្លួនត្រីបាឡែនគាត់ក៏បានដឹងពីកំហុសរបស់គាត់ដែលបានបោះបង់អ្នកភូមិគាត់ចោលគាត់ក៏បានសុំអភ័យទោសពីអល់ឡោះដែលគាត់បានសូមឌូអាថាឡាអ៊ីឡាហអ៊ីឡាអន្តាស៊ុបហាណាកាអ៊ីននីគុនទូមីណាហ្សូលីមីនដែលមានន័យថាគ្មានទេម្ចាស់ដែលគេគោរពលើកលែងតែអល់ឡោះតែមួយគត់ទ្រង់មហាស្អាតស្អំហើយពិតប្រាកដណាស់ខ្ញុំបានប្រព្រឹត្តអំពើអយុត្តិធម៌ចំពោះខ្លួនឯងហើយគាត់យំបង្ហូរទឹកភ្នែកសំពីអល់ឡោះឲ្យលើកលែងទោសរបស់គាត់និងអត់ឱនឲ្យគាត់គ្មានគិតអ្វីក្រៅពីស៊ីគៀតទៅចំពោះអល់ឡោះនោះទេណាប៊ីយូនូសស្ថិតនៅក្នុងពោះត្រីបាឡែនអស់មួយរយៈពេលគ្មាននរណាម្នាក់ដឹងក្រៅពីអល់ឡោះឡើយក្នុងរយៈពេលនេះគាត់តែងតែស៊ីគៀតទៅចំពោះអល់ឡោះជានិច្ចអល់ឡោះបានទទួលយកការតៅបាត់របស់ណាប៊ីយូនូសហើយបញ្ជាឲ្យត្រីបាឡែនខ្ជាក់ណាប៊ីយូនូសនៅកោះមួយណាប៊ីយូនូសមានអារម្មណ៍ថាឈឺចាប់ប៉ុន្តែគាត់គិតតែស៊ីគៀតទៅចំពោះអល់ឡោះប៉ុណ្ណោះហើយណាប៊ីយូនូសបានវិលត្រឡប់ទៅកាន់សាសរបស់គាត់វិញដើម្បីអំពាវនាវណែនាំសាសរបស់គាត់ឲ្យមានជំនឿទៅចំពោះអល់ឡោះជាចុងក្រោយប្រសិនបើអ្នកទាំងអស់គ្នាមានអារម្មណ៍ថាខ្លួនឯងកំពុងតែធ្វើខុសខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាកែប្រែវាព្រ
ព្រោះវាមិនទាន់ហួសពេលទេឱកាសតែងតែមានជានិច្ចសម្រាប់អ្នកដែលចង់កែប្រែកំហុសហើយរស់នៅជាមួយនឹងបច្ចុប្បន្នកាលនិងគុំបណ្ដោយខ្លួនឲ្យធ្លាក់ចូលទៅក្នុងកំហុសម្ដងហើយម្ដងទៀតអរគុណសម្រាប់ការស្ដាប់វ៉ាស្សាឡាម